គេថាក្តីសុខរបស់មនុស្សស្រីគ្មានអ្វីក្រៅពីក្តីយកចិត្តឆ្លៀតធ្វើម្ហូបឲ្យខ្លួនចូលចិត្តញ៉ាំនោះទេពិតមែនអត់ប្រុសគ្នាយើងហើយម្ហូបមួយមុខនេះមានឈ្មោះថាជើងជ្រូកអប់ទឹកស៊ីអ៊ីវបាទយើងមានជើងជ្រូកមួយមកយកមកលាងទឹកឲ្យស្អាតយើងដាក់ស្រុះបន្តិចបន្ទាប់មកយើងយកវាទៅបំពងឲ្យស្រួយឲ្យឡើងក្រហមឲ្យមានរសជាតិឈ្ងុយមកហើយបន្ទាប់ទៀតមកក៏យើងយកទៅដាក់ចំហុយជាមួយទឹកស៊ីអ៊ីវហើយគ្រឿងផ្សំរបស់វានោះมันមានអីច្រើនទេបងប្អូនគឺមានតែខ្ទឹមសខ្ទឹមក្រហមស្ករអំបិលប៊ីចេងហ្នឹងហើយអ្វីដែលសំខាន់នោះគឺបងប្អូនដាក់គ្រឿងទៅតាមរសជាតិសាបប្រៃអ្វីដែលបងប្អូនចូលចិត្តជាក់ស្ដែងតែសម្រាប់គ្រួសារខ្ញុំក៏ចូលចិត្តយ៉ាងសាបន្តិចឥឡូវយើងក៏បានដាក់ស្ពៃតឿព្រោះគ្រួសារខ្ញុំក៏ចូលចិត្តញ៉ាំស្ពៃតឿជាមួយទឹកស៊ីអ៊ីវវាត្រូវគ្នាជាមួយរសជាតិទឹកស៊ីអ៊ីវស្ពៃតឿហ្នឹងឥឡូវឃើញតែឆ្អិនហើយក៏គ្មានអ្វីដែលកក់ក្ដៅជាងញ៉ាំបាយជុំគ្រួសារប្រពន្ធនិងកូនដែរណាបងប្អូនទាំងអស់គ្នាប្រុសគ្នាយើងអញ្ចឹងមែនអត់ហ្នឹងឥឡូវសូមអរគុណការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ក្នុងការធ្វើម្ហូបមួយមុខនេះសម្រាប់គ្រួសារដ៏តូចមួយនេះហើយក៏សូមអរគុណបងប្អូនដែលបានជួយ follow page និង subscribe channel YouTube របស់យើងខ្ញុំសូមអរគុណច្រើនបាយ